សួស្តីបងប្អូនថ្ងៃនេះគឺខ្ញុំចង់បង្ហាញបងប្អូនពីរបៀបធ្វើជ្រក់សណ្តែកគួរដោយជ្រក់សណ្តែកគួរនេះបងប្អូនភាគច្រើនគឺគាត់អត់សូវដឹងទេថាគេអាចយកទៅធ្វើជាជ្រក់ញ៉ាំបានអញ្ចឹងបងប្អូនហើយថ្ងៃនេះគឺខ្ញុំបានទៅផ្សារទៅឃើញគេលក់សណ្តែកគួរធូរថ្លៃបងប្អូន1គីឡូតាម1000រៀលទេហើយនិយាយពីថាសណ្តែកគួរឡើងល្អលក់បានតាម1000រៀលហើយខ្ញុំក៏សម្រេចចិត្តថាទិញយកមកធ្វើជាជ្រក់សណ្តែកគួរបង្ហាញជូនបងប្អូននៅក្នុងវីដេអូនេះហ្មងទៅដើម្បីឲ្យបងប្អូនដឹងថាសណ្តែកគួរខ្មែរយើងហ្នឹងគឺអាចធ្វើជាជ្រក់ញ៉ាំបានដែរសារតែសណ្តែកគួរគឺយើងទុកអត់បានយូរទេបងប្អូនដឹងស្រាប់ហើយតែមួយថ្ងៃពីរថ្ងៃអីហ្នឹងគឺវាស្វេតអស់ហើយបើយើងចង់ទុកញ៉ាំឲ្យបានយូរយើងមានតែច្នៃធ្វើជាជ្រក់បងប្អូនហើយចំណែកឯរសជាតិជ្រក់សណ្តែកគួរគឺឆ្ងាញ់ដូចតែយើងធ្វើជ្រក់ត្រសក់ធ្វើអីអញ្ចឹងប៉ុន្តែវារាងប្លែករសជាតិបន្តិចបងប្អូនចាបងប្អូនចំពោះការធ្វើជ្រក់សណ្តែកគួរហ្នឹងគឺយើងកាត់វាប្រវែងប្រហែលជាមួយច្អល់ដៃបងប្អូនគឺយើងកាត់វារាងវែងបែបនេះមកដើម្បីវាត្រូវនឹងក្បួនខ្នាតដែលយើងយកទៅធ្វើជាជ្រក់សម្រាប់សណ្តែកគួរហ្នឹងគឺយើងកាត់វាជា3កំណាត់វែងរីឯផ្នែកចុងវាគឺយើងមិនចាំបាច់យកទេណាបងប្អូនចាបន្ទាប់មកគឺយើងយកសណ្តែកគួរនឹងយកមកដាក់លាងទឹកមួយទឹកពីរទឹកឲ្យបានស្អាតល្អហើយយើងសម្រោះទុកចោលមួយឡែកសិនចំពោះសណ្តែកដែលយើងយកទៅធ្វើជាជ្រក់គឺយើងត្រូវសម្រោះវាទុកឲ្យបានស្រស់ទឹកល្អណាបងប្អូនឲ្យស្ងួតបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមមករំលីងជាមួយនឹងស្ករត្នោតចាចំពោះការធ្វើជ្រក់បងប្អូនមានស្ករត្នោតយើងដាក់ស្ករត្នោតទៅណាហើយបើអត់មានទេយើងដាក់ស្ករសឬមួយក៏ស្ករអំពៅជំនួសក៏បានចំពោះស្ករត្នោតគឺយើងដាក់1ស្លាបព្រាបាយពេញណាបងប្អូនហើយសម្រាប់ស្ករត្នោតនាងខ្ញុំប្រើថ្ងៃនេះគឺទុកជិតខួបឆ្នាំណាបងប្អូនអញ្ចឹងទៅពណ៌វារាងឡើងក្រហមកម្មៅបន្តិចណាប៉ុន្តែក៏មិនធ្វេសដែរបងប្អូនធ្វើទៅគឺឆ្ងាញ់ដូចតែគ្នាទេបងប្អូនអាស្ករត្នោតហ្នឹងគឺយើងកូរវាឡើងជើងក្រងណាបងប្អូនឲ្យវាមានក្លិនឈ្ងុយល្អហើយក្នុងការកូរហ្នឹងយើងបើកភ្លើងតិចណាបងប្អូនកុំឲ្យស្ករវាខ្លោចមើលតែស្ករកូរបានឡើងជើងក្រងហើយគឺខ្ញុំចាប់ផ្ដើមចាក់ទឹកជីចូលមកបងប្អូនចំពោះទឹកហ្នឹងគឺយើងដាក់មកល្មមនឹងជ្រក់របស់យើងបងប្អូនកុំឲ្យវាច្រើនពេកនៅពេលដែលយើងចាក់ទឹកចូលគឺវារាំងស្អិតស្ករអញ្ចឹងបងប្អូនហើយទៅយើងរងាស់វាទុកបន្តិចទៅឲ្យស្ករវារលាយអស់សិនបន្ទាប់មកគឺខ្ញុំដាក់អំបិលចូលហ្នឹង1ស្លាបព្រាបាយហើយនិងប៊ីចេងហ្នឹង1ស្លាបព្រាបាយដូចគ្នាបងប្អូនដាក់ដាំជាមួយនឹងទឹកចន្លោះពេលរង់ចាំទឹកពុះហ្នឹងគឺខ្ញុំងាកមករៀបចំសណ្តែកគួរដាក់នៅក្នុងកន្លកែវយើងរៀបចំទុកដាក់វាឲ្យរួចជាស្រេចមុនទៅនៅពេលដែលទឹកពុះគឺយើងចាក់ចូលនៅក្នុងកន្លនឹងតែម្ដងបងប្អូនបន្ទាប់មកគឺយើងដាក់ម្ទេសហើយនឹងខ្ទឹមចូលពី3គ្រាប់ថែមទៀតមកណាបងប្អូនដាក់ពីលើទៅឥឡូវនេះទឹកដែលយើងបានដាំហ្នឹងក៏ពុះល្មមដែរបងប្អូនអញ្ចឹងយើងបិទគេឲ្យទុកវារាងត្រជាក់បន្តិចណាកុំឲ្យវាក្តៅខ្លាំងពេកណាបងប្អូនមើលទៅត្រជាក់ល្មមទៅចាំយើងយកទៅស្រោចចាក់ពីលើសណ្តែកគួររបស់យើងតែម្ដងទៅទឹកចោះត្រជាក់ល្មមហើយគឺខ្ញុំចាប់ផ្ដើមដួសចាក់នៅក្នុងកន្លកែវបងប្អូនយើងចាក់ចូលម្ដងបន្តិចទៅណាដោយសារតែសណ្តែកគួរយើងវាតូចទេបងប្អូនបើយើងចាក់ចូលទាំងអស់តែម្ដងវាអាចនឹងរលួយសណ្តែកគួរវាក្តៅខ្លាំងពេកបងប្អូនមើលតែនាងខ្ញុំដួសទឹកក្តៅចាក់ចូលម្ដងមកវិញបានពាក្យកដាលហើយបាននាងខ្ញុំចាប់ផ្ដើមលើកចាក់ទាំងអស់តែម្ដងបងប្អូនតែយើងចាក់បែបនេះទៅវាធ្វើឲ្យជ្រក់សណ្តែករបស់យើងគឺវាអត់រលួយវាអត់ខូចអញ្ចឹងបងប្អូនបន្ទាប់មកយើងទុកជ្រក់សណ្តែកហ្នឹងនៅម្លប់ធម្មតាបងប្អូនរយៈពេល1យប់ឬក៏2យប់អីណាតែ1យប់2យប់គឺជ្រក់សណ្តែករបស់យើងគឺកើតមកល្មមឆ្ងាញ់ហើយរសជាតិវាស្រួយឆ្ងាញ់ផងណាបងប្អូនសម្រាប់ជ្រក់សណ្តែកគួរហ្នឹងយើងអាចញ៉ាំលេងក៏បានឬមួយក៏ញ៉ាំជាមួយនឹងត្រីអាំងក៏បាន